សូមគោរពលោកគ្រូសន្តាមីកាលឯងចេញពីគ្រូទៅមិនដេញក៏មិនដែលឃើញឯងមកលេងនឹងគ្រូម្ដងសោះខ្ញុំរវល់ការងារគ្រប់គ្រងនគរ2បានជាឆ្លៀតពេលមកលេងនឹងលោកគ្រូមិនបានតែពេលណាក៏ដោយខ្ញុំតែងតែរំលឹកនឹកដល់គុណលោកគ្រូដែលបានបង្ហាត់បង្រៀនមុនវិជ្ជាការដល់ខ្ញុំជានិច្ចគ្រូដឹងហើយគឺឯងរវល់តែដល់សាកអំពើបាបកម្មឥឡូវនេះជាជាងបានជួបនឹងគ្រូហើយឯងគួរតែសាងកុសលល្អជាជាចាក់លោកគ្រូលោកតាមិនត្រូវស្លាប់ចាចាយទេលោកតាលោកគ្រូមិនស្លាប់ទេព្រោះលោកគ្រូមានមុនវិជ្ជាការអាចព្យាបាលជីវិតលោកគ្រូបានណាមិនបានទេព្រោះមនុស្សដែលកើតមកហើយត្រូវតែស្លាប់ទៅវិញលោកតាមិនស្លាប់ទេសូមបីតែព្រះជាម្ចាស់ក៏មិនអាចប្រឆាំងនឹងសេចក្តីស្លាប់បានដែរដូច្នេះទើបគ្រូចង់ឲ្យឯងយកកងរេទៅចិញ្ចឹមព្រោះបើគ្រូស្លាប់ទៅវាប្រកាសជាកំព្រាអើយចាលោកគ្រូបានក្មេងស្រីនេះមកពីណាមកក្មេងស្រីនេះគ្រូរើបានពីក្នុងផ្កាពេលដែលគ្រូទៅដងទឹកប្រហែលជាព្រះជាម្ចាស់ប្រទានឲ្យគ្រូហើយគឺគ្រូរើយកមកចិញ្ចឹមហើយដាក់ឈ្មោះថាកងរីរហូតមកបើឯងមិនទាន់មានកូនទេឯងយកក្មេងស្រីនេះទៅចិញ្ចឹមធ្វើជាកូនជំនួសគ្រូផងចុះណាកណាលោកតាមកទៅជាមួយយើងទៅចុះចៅមិនអីទេមកទៅជាមួយយើងណាមកកុំយំសត្វច្រើនណាស់ព្រះអង្គយើងទៅខាងមុខទៀតទៅលោកមេតោក្រាបទូលព្រះអង្គទៅខាងមុខដល់ហើយព្រះអង្គយើងទៅខាងនោះចុះក្រាបទូលស្អាតណាស់ក្រាបទូលមិនមែនហើយព្រះអង្គមែនហើយសូមស្ដេចយាងព្រះអង្គតើមានរឿងអីក្រាបទូលពួកនាងអស់នោះមកពីណាអីក៏ច្រើនម្ល៉េះអស់លោកឆាប់ទៅហៅពួកនាងចុះព្រាមមកកណាថ្លៃសេអ
នាងរូបស្អាត អត់ចូលទេខ្លាចណាស់ ចុះមក ខ្ញុំមិនចង់ទេ ឡើងទៅលើដើមឈើនោះវិញនោះនាងពីរនាក់នោះ ទេ នាងមកពីណាហ្នឹង ចង់ទេ ឆាប់ចុះមក ពួកខ្ញុំជាក្មេងកំព្រាអត់មានឪពុកម្ដាយទេហើយគាត់បោះបង់ចោលក្នុងព្រៃជាយូរឆ្នាំហើយមានគេចិញ្ចឹមខ្ញុំដើម្បីស៊ីសាច់ប៉ុន្តែខ្ញុំដឹងខ្លួនតាន់ក៏នាំគ្នារត់មកដល់ទីនេះមែនទេមែនហើយ ពួកនាងសុទ្ធតែជាស្រីមានរូបស្អាតមិនអាចរស់នៅក្នុងព្រៃយ៉ាងនេះតទៅទៀតបានឡើយយើងអាណិតពួកនាងណាបើមិនយល់ទាស់ទេយើងនឹងយកពួកនាងឲ្យទៅនៅក្នុងវាំងធ្វើជាស្នំទាំងអស់តើនាងយល់យ៉ាងណាដែរមែនទេអស់លោក ករណីថ្លៃពិសេសណែបើសិនជាព្រះអង្គសពរាជហឫទ័យយកពួកនាងទៅក្នុងព្រះរាជវាំងប្រសើរហើយព្រះអង្គ ពិតមែនហើយណែពួកនាងឆាប់ឆ្លើយថាព្រមភ្លាមទៅនៅរឿយអីទៀតឆាប់ចុះមក អេពួកនាងឆាប់ចុះមកចុះមកណា ធ្វើយ៉ាងម៉េចតែឥឡូវនេះចាំតែអញ្ចឹងចុះកញ្ចក់បានឆ្លើយស្រួលណាបង ឆាប់ចូលមកឆាប់ឡើង ឆ្លើយស្រួលគេចាត់ដួលណាអីចាំចេះស្រួលឆ្នាំណាចេះស្រួលអត់យ៉ាងទេបងមិនអីទេបងជាប្រែកាឡាមែនទេបងមែនតែឆ្លើយតែឆាប់ឡើងឡើង អូគេđangតាមហើយចាំបងផងឲ្យឆាប់អត់ទៅឡើយនាងកំភៃអីនាងងើបឡើងមកនាងធ្វើទៅរស់នៅជាមួយយើង នេះហាឃើញបងបើយើងទេហើយគិតយ៉ាងម៉េចតែ ណែពួកនាងតគ្នាឆាប់ចេញតគ្នាមកឆាប់ចេញមកឲ្យយើងមកគ្នាមក ចេញទៅឆាប់ហើយចេញទៅ នៅណាទៅអូ អូបញ្ញាយើង ទៅហើយបងគុំព្រះនាង ពួកឯងស្ដាប់ឲ្យច្បាស់ណាស់ចាប់ពីថ្ងៃនេះទៅកងរាជជាបុត្រីរបស់យើងម្នាក់គត់ ក្នុងបរមនាមយើងជាព្រះបាទព្រហ្មទណ្ឌគ្រប់គ្រងក្នុងរាជបុរីនេះយើងសូមប្រកាសថាចាប់តាំងពីពេលនេះតទៅខាងមុខនាងទាំង12រូបដែលយើងបានយកមកពីព្រៃនោះនឹងត្រូវបានតែងតាំងធ្វើជាអគ្គមហេសីរបស់យើងទាំងអស់គ្នាដូច្នេះគ្មាននរណាម្នាក់ប្រមាថមើលងាយដោយប្រការណាមួយឡើយ សូមទទួលតាមព្រះរាជាក្រាបទូលសូមព្រះនាងទាំង12មានព្រះជន្មយឺនយូរ
ចិត្តដល់ហើយណាឃើញទេកន្លែងនេះស្អាតណាស់មកជាមួយមេត្តាមកកូនស្រីម្ដាយអើយគូស្អាតណាស់ហើយកន្លែងនេះក៏ស្អាតទៀតនៅកន្លែងហ្នឹងក៏បានដែរចាំមេត្តាសង់ប្រាសាទយ៉ាងស្អាតឲ្យបុត្រណាខាងលើនោះស្អាតណាស់ឃើញទេមហេសីប្របាទព្រមត្តគ្រប់គ្នាយ៉ាងនេះសោះហេតុអីពួកវាមានសេចក្តីសុខជាងអីយ៉ាងងាយម្លេះមែនអត់ព្រះមេរក្សាកងរៃកូនយើងឲ្យបានល្អណាព្រះមេកាលណាមានរឿងអីមិនស្រួលកើតឡើងដល់កូនយើងនាងច្បាស់ជាកំបុតក្បាលមិនខានទេព្រះមេយើងមានការចេញទៅក្រៅដល់ចំណី 4-10 ថ្ងៃសីទាំងអស់អូនស្អាតណាស់មើលមហេសីទាំងអស់គ្នាប្រាប់បងឲ្យត្រង់មកមើលតាំងពី 3-4 ខែអូនបានមករស់នៅជាមួយបងនេះតើអូនបានសេចក្តីសុខយ៉ាងណាដែរសំទោលព្រះស្វាមីពួកខ្ញុំម្ចាស់ដែលបានមករស់នៅជាមួយព្រះស្វាមីបានសេចក្តីសុខកាយសប្បាយពន់ពេកណាស់ព្រះអង្គមិនតែប៉ុណ្ណោះបងប្អូនរបស់ខ្ញុំម្ចាស់ទាំងអស់មុខជាមានសង្ឃឹមថាបានប្រសាច់ផ្កាយឆ្អឹងជាមួយព្រះអង្គហើយមិនចំពោះតែរូបអូនដែលធ្លាប់តែលំបាកវេទនាប៉ុណ្ណោះទេទោះបីជារូបបងដែលកើតមកសបោស្អាយហើយក៏ដោយក៏គ្មានពីណាដែលបានសុខភិរមរងំចិត្តដោយពេលនេះដែរសូមព្រះស្វាមីទ្រង់ជ្រាបថាពួកយើងទាំងអស់គ្នាសុទ្ធតែមានផ្ទៃពោះហើយព្រះអង្គទ្រង់មិនជ្រាបទេពុទ្ធូបើអូនបើយ៉ាងនេះមែនបងកាន់តែសប្បាយជាងមុនទៅទៀតហើយសប្បាយជាងពេលណាទាំងអស់ព្រោះមិនយូរមិនឆាប់បងនឹងក្លាយទៅជាបិតារបស់បុត្រាឬបុត្រីដល់ទៅ12អស់ចាស់ណាស់បងពិតជាមានសំណាងលើស្វាមីផ្សេងទៀតទាំងអស់លោកមន្ត្រីមហេសីខ្ញុំទាំង12អង្គាទ្រង់គួរហើយហេតុនេះលោកត្រូវយកចិត្តទុកដាក់បង្កើនការគោរពបម្រើនាងទាំងអស់ឲ្យបានស្រួលបួលផងមហេសីអូនព្រះអង្គមហេសីអូនមហេសីពិសេសអស់លោកមន្ត្រីត្រូវហៅលោកហោរាដើម្បីឲ្យទស្សទាយមើលតើបុត្រយើងទាំង12នេះស្រីប៉ុន្មានប្រុសប៉ុន្មានហើយគួរប្រសិទ្ធនាមដាក់ថាយ៉ាងណាខ្លះក្រាបទូលទទួលព្រះរាជបញ្ជាវារស់នៅសុខស្រួលរហូតដល់មានផ្ទៃពោះគ្រប់គ្នាយ៉ាងនេះគួរឲ្យចំណែនណាស់យើងមិនបណ្ដោយឲ្យពួកវាសើចសប្បាយតទៅថ្ងៃមុខទៀតទេ សូមក្រាបថ្វាយបង្គំព្រះអង្គ
មើលតាហោចូលតាហោទោះទាយឲ្យអស់ជើងលេខទៅមើលតើបុត្ររបស់យើងទាំង12នេះប្រុសប៉ុន្មានស្រីប៉ុន្មានដើម្បីយើងនឹងរិះរងព្រះនាមទុកដាក់ឲ្យហើយសូមប្រកាសណាបរិយាទានទោសតាមជើងលេខដែលទូលបង្គំដេញទៅឃើញច្បាស់ថាបុត្រដែលប្រសូតមកទាំងអស់នោះគឺមានបុត្រាតែមួយព្រះអង្គតែប៉ុណ្ណោះជាបុត្ររបស់ព្រះនាងពៅឯព្រះនាងទាំង11ទៀតប្រសូតមកសុទ្ធតែបុត្រីទាំងអស់ក្រាបទូលទោះជាបុត្រីឬបុត្រាក៏ដោយយើងច្បាស់ជាស្រឡាញ់អាណិតគ្រប់គ្នាគ្មានថ្នាំងថ្នាក់អ្វីទេបើពិតជាយើងមានបុត្រាមួយព្រះអង្គមែននោះយើងសូមប្រសិទ្ធនាមចាប់ពីពេលនេះទៅថារិទ្ធិសែនព្រះនាមរិទ្ធិសែននេះចាំជាប្រសាណាស់ព្រះអង្គចង់បុត្រីរបស់ម្ចាស់បងផ្សេងទៀតព្រះស្វាមីទ្រង់កំណត់ដាក់ព្រះនាមថាយ៉ាងមិនខ្លះទៅព្រះអង្គមិនអីទេចាំបងដាក់ប្រាប់នេះសូមក្រាបថ្វាយបង្គំព្រះអង្គមានការអីតាហោរាព្រះអង្គសូមយាងតែមកព្រះអង្គឯងបានហើយក្រាបទូលព្រោះជើងលេខមិនអាចមានគ្នាច្រើនបានទេលោកមេតំកណាថ្លៃពិសេសណែតែយកធ្នូនឹងប្រខ័ណ្ឌមកយើងភ្លាមទទួលរាជានេះអង្គុយយល់ទងនៅទីនេះមានឃើញប្រុសមាសមួយរត់ខាងទីនេះទេតាលោកសួររកប្រុសមាសនឹងធ្វើអីមាសនឹងជារបស់ខ្ញុំណាបើជារបស់នាងតានៅណាមិនក៏មិនឃើញខ្ញុំចង់បានប្រាស់នោះទៅចិញ្ចឹមក្នុងព្រះនគររបស់ខ្ញុំតានាងព្រមឲ្យខ្ញុំទេខ្ញុំនឹងប្រគល់ទ្រព្យសម្បត្តិមាសពេជ្រច្រើនដល់នាងវិញណាលោកមិនគួរធ្វើឲ្យប្រាស់ខ្ញុំរត់បាត់យ៉ាងនេះសោះមកជាកំព្រាអត់សុខគ្មានអ្នកណាមកបលែងលេងជាមួយខ្ញុំទៀតឡើយខ្ញុំមិនយល់សោះថាប្រាមាសនេះមានម្ចាស់សុំទោសដែលខ្ញុំមិនគួរប៉ុនប៉ងប្រមាថយ៉ាងនេះសោះមិនសំខាន់រឿងប្រមាថឬយ៉ាងណានោះទេប៉ុន្តែវាផ្អើលទៅយ៉ាងនេះទៅហើយវាមិនងាយត្រឡប់មករកខ្ញុំវិញទេហើយខ្ញុំនឹងកំព្រាអបសុកដល់ថ្ងៃស្លាប់ព្រោះប្រាស់មាសនោះទុកដោជាបេះដូងរបស់ខ្ញុំដែរតើក្រៅពីប្រាស់មាសនោះនាងពិតជាគ្មានសាច់ញាតិបងប្អូនឯណាទៀតទេមែនទេខ្ញុំគ្មានទេជាមួយប្រាស់នេះ
ហៅប្រាស់នោះមកឲ្យខ្ញុំវិញ ខ្ញុំមិនដឹងជាទៅរកឯណាឃើញទេព្រោះព្រៃធំយ៉ាងនេះតែបើនាងមិនយល់ទាស់ទេនាងទៅនៅក្នុងព្រៃជ្រាំងជាមួយខ្ញុំទេខ្ញុំមិនឲ្យនាងព្រួយចិត្តឬអន់សុខទៀតទេណាព្រោះខ្ញុំជាស្ដេចចំណែកប្រឹកនេះនោះបើអូនពិតជាមិនអាចរស់នៅបែកពីវាបានបងនឹងតាមចាប់វានៅពេលក្រោយយកមកឲ្យអូនឲ្យទាស់តែបាន យ៉ាងនេះឈ្មោះថាកេសានិមលពួកអ្នករាល់គ្នាត្រូវតែស្គាល់ឈ្មោះយើងចាប់ពីពេលនេះតទៅត្រូវហើយយើងនឹងប្រកាសតែងតាំងកេសរនិមលជាអគ្គមហេសីរបស់យើងពេញសិទ្ធសូមអស់លោករៀបចំកម្មវិធីនេះឲ្យបានឧត្តមឧត្តមបំផុតសូមទទួលព្រះរាជជាក្រាបទូល ព្រះស្វាមីចុះហេតុដូចម្ដេចបានទៅជាបែបនេះក្រែងព្រះស្វាមីតើពួកខ្ញុំម្ចាស់ទាំងអស់នេះជាព្រះស្វាមីចុះពួកនាងទាំង12នេះជាស្អីដែរទេព្រះស្វាមី អូពួកនាងទាំងនេះគឺជាស្នំរារងរបស់បងប៉ុណ្ណោះអូនទៅភ័យអីណែនាងរាល់គ្នាយើងជាស្ដេចផែនដីពួកនាងគ្មានអាជ្ញាអីមកដេញដោលយើងនៅពេលនេះទេនាងដឹងទេ ជាច្រើនថ្ងៃមកនេះតាំងពីព្រះអង្គបាននាងកេសរនិមលមកនៅជាមួយព្រះស្វាមីមិនដែលមករកពួកយើងសោះខ្ញុំពិបាកចិត្តខ្លាំងណាស់បងចង់ទៅតវ៉ាជាមួយព្រះអង្គដើម្បីចង់បញ្ជាក់ថាពាក្យដែលព្រះអង្គថ្លែងថាស្មោះត្រង់ជាមួយពួកយើងរហូតគ្មានទីបំផុតនោះឥឡូវមិនក៏ព្រះអង្គប្រែប្រួលលឿនយ៉ាងនេះប៉ុន្តែពេលណាដែលជួបមុខជាមួយនាងកេសរនិមលនោះបងដូចជាមានអារម្មណ៍ថាខ្លាចអ្វីម្លេះទេតែនាងនោះមានពន្លឺភ្នែកអាកំបាំងគួរឲ្យខ្លាចដូចជាយាយចាស់ដែលជួយយើងតាំងពីយើងដែលនៅក្មេងៗណាអូនតែបងយល់ថាពួកយើងពេលនេះសុទ្ធតែមានផ្ទៃពោះគ្រប់គ្នាទៅហើយមិនបាច់តវ៉ាអីទេបងក៏យល់ថាបើទ្រង់មិនខ្វល់ជាមួយយើងក៏មិនជាការអីដែរឲ្យតែបានរស់នៅសុខសាន្តប៉ុណ្ណោះបងអរណាស់ទៅហើយមែនហើយបើយើងខឹងសម្បានចេញទៅវិញក៏មិនដឹងជាពួកយើងទៅនៅឯណាដែរតែពេលនេះណាយើងបានសេចក្តីសុខទាំងអស់គ្នាហើយយើងស៊ូត្រង់អត់ធ្មត់តទៅទៀតទៅតែខ្ញុំមិនយល់ដូចបងទេបើសិនជាគ្មានសេចក្តីសុខនៅក្នុងផ្លូវចិត្តហើយទោះបីជានៅក្នុងវាំងប្រាសាទក៏មិនប្រសើរជាងនៅក្នុងខ្ទមប្រក់ស្បូវប្រមាណដែរ
ស៊ីទាំងជើងមិនសូមកម្មថ្វាយបង្គំព្រះករណាជាអម្ចាស់ជីវិតដំណើរលើត្បូងមានការអីសូមព្រះករណាថ្លៃពិសេសត្រង់ជ្រាបពី3យប់នេះទូបង្គំបានឃើញយក្សស្រីយ៉ាងធំបានខំមកពលសេនានៅពាក់កណ្ដាលអាត្រៀតក្រាបទូលសូមព្រះអង្គជួយពួកសេនាផងមិនមានរោគវិធីទប់ទល់ជាមួយយក្សស្រីនោះទេមកជាពលសេនារងទុកស្លាប់អស់ហើយក្រាបទូលយីចាមានយក្សមកពីណាព្រះអង្គខ្ញុំមិនដាខ្លាចណាស់យក្សមកមាត់យ៉ាងម៉េចដែរមើលទៅហោរឿងនេះប្រហែលជាមែនយ៉ាងណាសូមតាហោទីមើលមានយក្សស្រីមកណានៅក្នុងនគរនេះទៅគេបញ្ជាក្រាបទូលក្រាបទូលតាមជើងបញ្ជាក់ថាមានយក្សស្រីមកលុកក្នុងនគរយើងហើយក្រាបទូលបើទុកយូរទៅយក្សនេះនឹងស៊ីពួកពលសេនាទាំងអស់ហើយថែមទាំងគ្រោះថ្នាក់ដល់ព្រះករណាជាអម្ចាស់ទៀតផងក្រាបទូលយីតើយក្សស្រីនេះឈ្មោះអីមកពីណាបានជាកាយសាហាវខ្លាំងម្ល៉េះក្រាបទូលយក្សនោះគឺបណ្ដាលមកពីនាងពីដណ្ដប់គឺនាងពីដណ្ដប់ពេលយប់មានខ្លួនជាយក្សដើរចេញចាប់មនុស្សស៊ីតែពេលថ្ងៃបែកទៀតជាមនុស្សច្រើនគ្នាដើម្បីបង្គាប់ដានព្រះករណាជាអម្ចាស់រឿងនេះគួរឲ្យភ័យខ្លាចណាស់ក្រាបទូលព្រះស្វាមីមិនត្រង់ជ្រាបទេនេះមកពីពួកវាមានកាលល្បិចដើម្បីចង់ទម្លាក់កំហុសមកលើខ្ញុំម្ចាស់ទើបវាចាំដល់ពេលខ្ញុំម្ចាស់មកនៅជាមួយនឹងព្រះអង្គវាក៏ចាប់ផ្ដើមធ្វើសកម្មភាពនេះភ្លាមពីព្រោះពួកវាដឹងថាព្រះអង្គសពតិមកលើខ្ញុំម្ចាស់ជាងពួកវាមែនហើយពួកវាចាំជាមានកាលល្បិចពឹសពលខ្លាំងណាស់ឥឡូវតាហោរាទោះទាអស់ជើងលេខទៅមើលតើធ្វើម៉េចដើម្បីទប់ទល់ជាមួយស្រីកំណាចនេះលោកមិនទាន់កណ្ដាលឡៃស្រីរឿងនេះត្រូវតែចាប់នាងពីដណ្ដប់យកទៅសន្ធុំទប់ក្នុងលអាងក្នុងជាបន្ទាន់ដើម្បីឲ្យព្រះនគរឈ្នះឧបទ្រពចង្រៃរបស់ស្រីចង្រៃនេះហើយព្រះអង្គចេញទៅចាប់ប្រមានឲ្យបានយកមកទុកក្នុងរាជវាំងក្នុងពេលឆាប់ៗនេះដែររឿងនេះមិនអាចបណ្ដោយទុកយូរបានទេក្រាបទូលសូមព្រះអង្គចាត់ការតាមពាក្យហោរាភ្លាមទៅក្រាបទូលលោកមេតបលោកចាត់ចែងដោះគ្រឿងអលង្ការវាអស់ហើយអស់ក្បាលវាចេញភ្លាមទៅអូយបាក់ពួកខ្ញុំសូមអូយមិនមានធ្វើអីផងទេមកឡើងពួកខ្ញុំទៅបងជួយខ្ញុំជួយមែនទេជួយបាក់ពួកខ្ញុំទៅខ្ញុំសូមបងលោកពួកបងប្អូនខ្ញុំទាំងអស់គ្នាធ្វើអីខុសបានជាលោកធ្វើបាបពួកខ្ញុំយ៉ាងនេះខ្ញុំសូមបងលោកឈប់ធ្វើបាបបងប្អូនខ្ញុំទៀតទេខ្ញុំសូមបងអើយខ្ញុំមកមែនមែនជឿណាស់អូយមែននេះនេះជឿនេះគឺជាព្រះរាជបញ្ជារបស់ព្រះករណាជាអម្ចាស់ជីវិតអង្គលើត្បូងបញ្ជាឲ្យចាប់យកពួកនាងដែលជាយក្សនេះទៅសន្ធប់ទុកនៅក្នុងអណ្ដូងងងឹតតាមមកនេះខ្ញុំសូមបងចាប់ធ្វើបាបបងប្អូនខ្ញុំសូមបងចាំឈឺចាប់ធ្វើបាបបងប្អូនពួកខ្ញុំក៏មានកំហុសអីទេសូមក្រាបថ្វាយបង្គំព្រះអង្គហេតុអីក៏ព្រះស្វាមីមកចាត់អូនថា
ជាស្រីយៈយ៉ាងនេះចឹងហើយឲ្យគេមកចាប់ធ្វើបាបពួកអូនយ៉ាងនេះតើព្រះអង្គជឿពាក្យនេះពីណាមកព្រះអង្គ ពួកនាងឯងគឺជាយៈកលាខ្លួនចេញទៅចាប់មនុស្សស៊ីរាល់យប់គេមានផោះតាំងជាក់ស្ដែងមិនបាច់ចង់ដឹងអីទៀតទេមិនបាច់មកទួញយំសោកដល់ខ្លួនអីទេនាងឯងទាំងអស់គ្នាគឺសត្វយៈប្រែកលាខ្លួនត្រូវតែទទួលទុកទោសយ៉ាងនេះហើយព្រះស្វាមីជួយម្ចាស់ផងពួកនាងចេញទៅ